ជំរាបសួរនេះខ្ញុំមានឈ្មោះថាស្ថិស្មាបតីជាសិស្សនៃសាលាអន្តរជាតិស្កាឡាសាខាទឹកថ្លានេះខ្ញុំមានប្រធានបទមួយដែលតកតជាមួយនឹងអាស៊ានបើគិតត្រឹមឆ្នាំ2026អាស៊ានមានសមាជិកផ្លូវការចំនួន11ប្រទេសដោយរួមមានប្រទេសកម្ពុជាឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីថៃប្រ៊ុយណេវៀតណាមឡាវមីយ៉ាន់ម៉ានិងប្រទេសទីម៉ូឡេស្តេបានក្លាយជាសមាជិកទី11ជាផ្លូវការនៅថ្ងៃទី26ខែតុលាឆ្នាំ2025គួររំលឹកផងដែរថាប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី30ខែមេសាឆ្នាំ1999ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយប្រទេសវៀតណាមគិតមកដល់ថ្ងៃទី30ខែមេសាឆ្នាំ2026នេះប្រទេសកម្ពុជាយើងបានចូលជាសមាជិកអាស៊ានមានរយៈពេល27ឆ្នាំចំណែកប្រទេសហ្វីលីពីននឹងធ្វើជាប្រធានដល់វេសម្រាប់ឆ្នាំ2026នេះប្រធានបទខាងលើបានលើកមកដល់ទីបញ្ចប់សូមអរគុណនិងសូមគោរពលាជួបខ្ញុំនៅក្នុងប្រធានបទក្រោយៗទៀត